ខ្ញុំសរសើរទឹកចិត្តម៉ាក់ដែលបោះបង់ការងារជ្រើសរើសកូនតែលើកទឹកចិត្តម៉ាក់ដែលចេញរកចំណូលផ្ទុយមកវិញខ្ញុំកម្រឮពាក្យលើកទឹកចិត្តពីម៉ាក់ដែលចេញរកចំណូលណាស់ពួកគាត់មួយភាគធំមើលមកស្ត្រីមេផ្ទះជាបន្ទុករបស់គ្រួសារវិញមួយម៉ាត់បាត់បង់ខ្លួនឯងមួយម៉ាត់បើអត់ពីប្តីមួយម៉ាត់អត់មានអនាគតផ្ទាល់ខ្លួនមួយម៉ាត់គ្មានតម្លៃសេដ្ឋកិច្ចហាក់ដូចជាការចិញ្ចឹមនិងអប់រំកូនពេញម៉ោងមិនមែនជាការងារមួយហាក់ដូចជាប្រាក់ចំណូលគឺជារង្វាស់តែមួយគត់នៃតម្លៃមនុស្សហាក់ដូចជាម្ដាយដែលសម្រេចចិត្តនៅផ្ទះអត់មានត្រៀមអ្វីសោះសម្រាប់ខ្លួនឯងអីដែលខ្ញុំយល់ពីប្អូនខ្ញុំគិតថាប្រកាសជាមានអ្នកដែលគាត់អាចនិយាយឌឺដងយើងឬក៏អ្នកដែលគាត់គោរពយើងដោយសារតែយើងភ្ជាប់អត្តសញ្ញាណរបស់ខ្លួនឯងទៅនឹងការងាររបស់យើងនៅពេលដែលយើងនៅធ្វើការដល់ពេលយើងឈប់ធ្វើការហើយមកមើលកូននៅផ្ទះយើងមិនទទួលបានការគោរពឬក៏មិនទទួលបានការស្រឡាញ់ការរាប់អានពីពួកគាត់ដោយកាលពីមុនដែលយើងនៅធ្វើការនោះទេតែខ្ញុំគិតថាកន្លែងហ្នឹងក៏ជាចំណុចល្អដែរវាអនុញ្ញាតឲ្យយើងស្គាល់ពីប្រភេទមនុស្សដែលយើងរាប់អានគាត់ពួកឯអ្នកខ្លះគាត់មករាប់អានយើងគាត់គ្រាន់តែចង់បានអត្ថប្រយោជន៍ដែលយើងអាចផ្ដល់ឲ្យគាត់នៅពេលដែលយើងកំពុងធ្វើការនៅកន្លែងណាមួយប៉ុន្តែក៏មានអ្នកខ្លះគាត់នៅតែគ្រប់គ្រងយើងគាត់សួរដេញដោលយើងគាត់ថាឲ្យយើងដោយសារតែគាត់ចង់ឲ្យយើងល្អដូចគ្នាពេលយើងបោះបង់ប្រាក់ខែរាប់ពាន់ដុល្លារមកមើលកូននៅផ្ទះឬក៏សូម្បីតែប្រាក់ខែតិចក៏ដោយមិនមានន័យថាយើងគឺជាមនុស្សម្នាក់ដែលអត់មានគំនិតអត់ស្រឡាញ់ខ្លួនឯងអត់ស្រឡាញ់ការងាររបស់ខ្លួនអត់មានគោលដៅជីវិតរបស់យើងឯងយើងមានគ្រាន់តែថាបច្ចុប្បន្នគឺយើង prioritize យើងចាត់ទុកកូនយើងគឺជា number 1 priority របស់យើងហ្មងយើងខ្វល់ពីកូនយើងនៅលេខរៀងទី1រឿងការងាររឿងរកចំណូលរឿងអីផ្សេងទៀតវាមកបន្តបន្សំតាមក្រោយទេក្នុងរយៈពេលណាមួយចឹងទៅឧទាហរណ៍3ឆ្នាំឬក៏5ឆ្នាំចឹងទៅខ្ញុំអ្នកណាគេដែលមកនិយាយឌឺដងអីច្រើនក្នុងគោលបំណងមិនល្អគឺខ្ញុំកាត់គាត់ចោលហ្មងមានន័យថាទោះបីយើងរាប់អានគាត់ក៏វាអត់មានបានផលប្រយោជន៍អីមកវិញធម្មតាយើងរាប់អានមនុស្សប្រកាសជាចង់បានផលប្រយោជន៍ទេមិនថាជាលុយកាក់ឬក៏ពេលវេលាឬក៏ផលចំណេញនៅលើផ្លូវចិត្តរបស់យើងអញ្ចឹងបើសិនជាយើងរាប់អានគាត់ឲ្យគាត់នាំតែសេចក្តីទុកមកយើងគាត់នាំតែភាពតុកសិចភាពអវិជ្ជមានរបស់យើងកាត់គាត់ចោលមកទៅនឹងទុកធ្វើអីទេបើសិនជាយើងនៅតែខ្វល់ខ្វាយពីពាក្យពេចន៍របស់ពួកគាត់យកមកគិតច្រើនអីដែលយើងចំណេញគឺវាអត់មានហ្មងវាមានតែខាតពេលវេលារបស់យើងទៅវិញយើងអាចយកពេលហ្នឹងទៅធ្វើការស្រាវជ្រាវបន្ថែមក្នុងការចិញ្ចឹមកូនរបស់យើងឬក៏យើងយកពេលហ្នឹងទៅរលុយវាភាសាជាជាងទៅគិតលើពាក្យសម្ដីរបស់គាត់ហើយអន់ចិត្តវាអត់មានបានអីចំណេញមកវិញទេក្នុងនាមយើងជាម៉ាក់ដូចគ្នាយើងគួរតែគ្រប់គ្រងគ្នាទៅវិញទៅមកនៅពេលដែលយើងឃើញអ្នកណាម្នាក់គាត់ធ្វើទៅមើលល្អអញ្ចឹងណាខ្ញុំក៏ឆ្ងល់ដែរថាបើសិនជាយើងមិនអាចលះបង់អាការគិតអាក្រក់ទៅលើអ្នកដទៃឬក៏ការចំណាយឈ្នានេះទៅលើអ្នកដទៃយើងអាចទៅចិញ្ចឹមកូនយើងឲ្យល្អមិនកើតការចំណាយឈ្នានេះភាពអវិជ្ជមានក៏ការមើលងាយគេអីហ្នឹងបើសិនជាអាចគួរតែរៀនលុតដំចិត្តរបស់ខ្លួនឯងដើម្បីអាចទៅជាគំរូល្អម្នាក់សម្រាប់កូនរបស់យើងជាមនុស្សយើងអាច perfect បានទេប៉ុន្តែយ៉ាងហោចណាស់ក៏យើងអាចធ្វើជាគំរូល្អទៅដល់កូនរបស់យើងនៅលើចំណុចណាមួយដែលគាត់គួរយកគំរូតាមយើងដូចគ្នាបើមិនជាយើងអប់រំផ្លូវចិត្តខ្លួនឯងអត់កើតផងហើយយើងទៅអប់រំផ្លូវចិត្តកូនឲ្យកូនគាត់រឹងមាំឲ្យកូនគាត់ចេះគិតវិជ្ជមានឲ្យកូនគាត់មានសីលធម៌មានវិន័យល្អមិនកើតតើតែយើងចាប់ផ្ដើមពីខ្លួនឯងទៅសិន